ខ្សែភាពយន្តចាប់ផ្ដើមឆាកដំបូងនៅក្នុងខេត្តកណ្ដាហាខេត្តរហូតប្រទេសអាហ្វហ្គានីស្ថាន សម្ពាធការឡើងត្រូវហើយ ជួយក្បួនយានយន្តដែលបានកកស្ទះបន្ទាប់ពីវិពាសដែលខាងមុខបានខូចនៅពេលពួកគេទៅដល់នីតិហ៊ានថ្នាក់ Staff Sergeant ម្នាក់ដែលជាវិស្វករប្រយុទ្ធ Combat Engineer ផងនោះបានចុះពីយន្តហើយចាប់ផ្ដើមស្រែកសរុបភ្លាមហើយអ្នកទាំងពីរបានប្រតែយប្រតប់គ្នាលេងសើចមុនពេលសើចលេងជាមួយគ្នាទីហ៊ានម្នាក់ដោយភាពងឿងឆ្ងល់បានសួរថាតើពួកគេស្គាល់គ្នាដែរទេបុរសទាំងពីរបានបង្ហាញស្នាមសាក់ដូចគ្នាហើយបានបញ្យល់ថាពួកគេគឺជាបងប្អូននឹងគ្នាពួកគេបានរករងស្វាគមន៍គ្នាយ៉ាងកក់ក្ដៅមុនពេល Staff Sergeant ចាប់ផ្ដើមធ្វើការជួសជុលរថយន្តខណៈពេលដែលគាត់ជួសជុលវាគាត់បានបង្រៀនប្អូនប្រុសរបស់គាត់យ៉ាងលឿនអំពី Thermodynamics ដោយចំអកឲ្យក្រុមទីហ៊ានទាំងនោះដែលប្រើប្រាស់ទឹកកៅបិទឃ្លី Stop Leak ពូលងទាំងនេះចាក់ទឹកកៅបិទឃ្លីចូលក្នុងរថយន្តទាំងនេះឯងភ្ជិតប្រហោងខ្យល់មិនអាចចេញបានរហូតដល់ធុងទឹកផ្ទុកឯងស្ដាប់ទេ Tommy ខ្ញុំដឹងថាជានរណាហើយពួកជាងជួសជុលតែងតែប្តឹងរាយការណ៍ពីឯងបរិយាកាសប្រែប្រួលបន្តិចនៅពេលប្អូនប្រុសរបស់គាត់សារភាពថានេះមិនមែនជាអ្វីដែលគាត់ចង់ធ្វើនោះទេគាត់និយាយថាគាត់ចង់នៅសមរភូមិមុខធាក់ទំលីទ្វារដូចដែរពួកគេតែងតែនិយាយគ្នានោះជំនួសឲ្យការកកស្ទះនៅទីនេះនៅពេលសួរថាតើគាត់ចង់សម្ដៅលើអ្វីគាត់បានបង្ហាញថាគាត់កំពុងនិយាយអំពីកម្មវិធីវិតម្លៃនិងជ្រើសរើសទីហ៊ានឆ្លុះ Rangers Assessment and Selection Program ដែលហៅកាត់ថា RESP អញដឹងទេពួកយើងសុទ្ធតែជាពួកងងដែរបោះបង់ចោលតើយើងធ្វើអ្វីយើងបោះបង់ចោល Staff Sergeant ដំបូងឡើយបានច្រានចោលគំនិតនេះពួក Ranger គឺពិបាកណាស់អញចាស់ហើយអញក៏អាក្រក់មើលទៀតអូខ្ញុំបានពិនិត្យមើលគាត់នោះហើយពួកយើងមិនអីទេបើអញចង់ធ្វើជា Ranger ទៅធ្វើជា Ranger ទៅអញមិនត្រូវការការអនុញ្ញាតពីអញទេខ្ញុំចង់ធ្វើវាជាមួយគ្នាដូចដែលពួកយើងបានសន្យានឹងគ្នាអូពេលនោះពួកយើងអាយុ18ឆ្នាំស្រមៃមើលមេបញ្ជាការអញនឹងខ្ញុំទទួលបានផ្លាកសញ្ញា Ranger Scrolls របស់យើងពួកយើងកំពុងឆ្លងកាត់ផ្លូវរថយន្តហោះមើលទៅអស្ចារ្យណាស់ត្រូវហើយអូខេបើអញចូលខ្ញុំក៏ចូលដែរអញសន្យាទេរហូតខណៈពេលដែល Staff Sergeant đãត្រឡប់ទៅរថយន្តរបស់គាត់វិញពួកតាលីបង់បានបើកការវាប្រហារលើក្បួនយានយន្តគ្រាប់កាំភ្លើងក្បាលបានបាញ់ប្រហារលើរថយន្តអូនប្រុសរបស់គាត់គ្រាប់កាំភ្លើងក្បាលជាច្រើនបានធ្លាក់ចុះមកដូចភ្លៀងនៅក្នុងភាពវឹកវរ Staff Sergeant បានព្យាយាមរត់ទៅជួយអូនប្រុសរបស់គាត់ប៉ុន្តែការផ្ទុះមួយទៀតបានរុញច្រានគាត់ឲ្យដួលទៅលើដីបន្តិចក្រោយមកគាត់បានដឹងខ្លួនឡើងវិញហើយដឹងថាមានអំបែងគ្រាប់មុតជាប់នៅក្នុងជង្គង់របស់គាត់គាត់បានដកវាចេញហើយទោះបីជាមានការជិះចាប់ក៏ដោយគាត់បានដាក់ធ្វើតម្រង់ទៅរកចំណុចបាក់បែកនៅពេលគាត់ទៅដល់ទីនោះគាត់បានរកឃើញថាមនុស្សគ្រប់គ្នាបានស្លាប់អស់ហើយជាចុងក្រោយគាត់បានទៅដល់អូនប្រុសរបស់គាត់តែស្ទើរតែគ្មានជីវិតទៅហើយបន្ទាប់មកគាត់បានភ្ញាក់ព្រឹត្តឡើងនៅលើរថយន្តក្រុងឥឡូវនេះគឺ2ឆ្នាំក្រោយមកហើយ Staff Sergeant កំពុងធ្វើដំណើរទៅកាន់ជំរំ Fern Ranger នៅក្នុងរដ្ឋ Colorado មុនពេលចុះពីយន្តក្រុងគាត់បានលេបថ្នាំសម្រាប់ជំងឺ pest ផ្លូវចិត្តក្រោយព្រឹត្តិការណ៍រន្ធត់នៅពេលពួកគេទៅដល់បេក្ខជនទាំងអស់ត្រូវបានតម្រៀបជួសជុលទៅក្នុងសាលប្រជុំតែជាកន្លែងពួកគេត្រូវបានតែចង់ដឹងថាសម្បត្តិគាត់ជាវីរបុរសឬអត់ពួកគេត្រូវបានគេប្រាប់ថាពួកគេនឹងមិនត្រូវបានគេហៅតាមឈ្មោះទៀតទេប៉ុន្តែតាមលេខសម្គាល់ដែលបានបេក្ខជនត្រូវតែដើរក្រោមទឹកខណៈពេលកាន់ទម្ងន់ធ្ងន់យកស្លាកបានសម្គាល់ឃើញថាមានម្នាក់ចូលទៅជាកោសរបស់គេដែលចំតែលេខ81បានជំរុញខ្លួនឯងទៅមុខអ្នកនឹងត្រូវបានចាត់តាំងជាប្រធានក្រុមសូមថ្លែងការយល់ព្រមរបស់អ្នកបាទលោក Sergeant ឥឡូវនេះអ្នកគឺលេខ7នៅក្នុងជួរមួយទៀតពួកគេបានរកឃើញថា Staff Sergeant ត្រូវបានបដិសេធមិនឲ្យចូលរួមក្នុង Pass ចំនួន4ដងមកហើយដោយសារតែរបួសជង្គង់របស់គាត់ហើយទើបតែបានចូលរួមនៅពេលនេះមុនពេលផុតកំណត់អាយុដែលឃើញញើសសាក់របស់គាត់គ្រូបង្វឹកបានផ្ដល់តួនាទីជាប្រធានក្រុមដល់គាត់ដូចគ្នាក្នុងនាមជា6អ្នកនឹងត្រូវបានចាត់តាំងជាប្រធានក្រុមសូមថ្លែងការយល់ព្រមរបស់អ្នកខ្ញុំសូមបដិសេធឥឡូវនេះអ្នកគឺលេខ81បន្ទាប់ពីនេះ Sergeant Major Sheridan បានថ្លែងទៅកាន់ក្រុមទាំងមូលគាត់បានពន្យល់ថា Army Rangers គឺជាកងទ័ពស្រួចស្រាវនៃកងទ័ពជើងគោកអាមេរិកជាកងទ័ពដំបូងគេដែលចុះចន្ទដីហើយជោគជ័យនៃបេសកកម្មនិងថែមទាំងជោគវាសនានៃប្រទេសជាតិនិងសម្ព័ន្ធមិត្តជាញឹកញាប់ស្ថិតនៅលើពួកគេគាត់បានប្រាប់ពួកគេថាពួកគេរៀបទូប្រទេសការហ្វឹកហ្វឺនរយៈពេល8សប្តាហ៍នៃកម្មវិធីជ្រើសរើសដែលលំបាកបំផុតមួយនៅក្នុងពិភពលោកដែលកម្លាំងកាយសម្ភាររបស់ពួកគេភាពអត់ធ្មត់ផ្លូវចិត្តនិងភាពធន់ផ្លូវអារម្មណ៍នឹងត្រូវបានជំរុញដល់កម្រិតអាត់បមារៀងរាល់សប្តាហ៍បេក្ខជននឹងត្រូវបានជំរុញចេញមានតែអ្នកដែលឈានដល់ដំណាក់កាលចុងក្រោយប៉ុណ្ណោះនឹងជួបការតេស្តចុងក្រោយគឺការដើរដង្ហែមរណៈ Death March រយៈពេល24ម៉ោងដ៏ខុសខើអ្នកដែលបញ្ចប់វានឹងឆ្លងកាត់ខ្សែប្រវត្តិនិងទទួលបានផ្លាកសញ្ញា Ranger Scroll ដែលប្រាថ្នាចង់បានបំផុតជាមួយគ្នានោះដែរកម្មវិធីបានចាប់ផ្ដើមជាផ្លូវការនៅក្នុងសប្តាហ៍ទី1បេក្ខជនត្រូវបានបោះចូលទៅក្នុងការហ្វឹកហ្វឺនឧបសគ្គយ៉ាងស្រួចស្រាវហើយនរណាក៏ដោយដែលមិនអាចតាមទាន់ត្រូវបានជំរុញចេញយ៉ាងលឿន27 29រៀបចំកាតាបរបស់អ្នកមិនត្រូវបានជ្រើសរើសទេការហ្វឹកហ្វឺនដ៏លំបាកបានបន្តក្នុងពេល3សប្តាហ៍បន្ទាប់ជាមួយនឹងឧបសគ្គកាន់តែខ្លាំងនឹងការហ្វឹកហ្វឺនដែលធ្វើឲ្យអស់កម្លាំងនៅចុងសប្តាហ៍នេះអ្នកដែលបរាជ័យក្នុងការសម្រេចតាមស្តង់ដារត្រូវបានបញ្ជូនទៅផ្ទះ149ជំហានទី4រៀបចំកាតាបរបស់អ្នកមិនត្រូវបានជ្រើសរើសទេឥឡូវនេះនៅសល់តែ4សប្តាហ៍ទៀតប៉ុណ្ណោះក្នុងកំឡុងពេលរត់ចម្ងាយឆ្ងាយមួយបេក្ខជនលេខ15ចាប់ផ្ដើមនិយាយដោយនិយាយថាប្រសិនបើពួកគេចូលទៅក្នុងកងរៈសេនាទូចបានពួកគេនឹងទទួលបានព័ត៌មានសម្ងាត់បំផុតហើយពួកឯងនឹងដឹងថាខ្ញុំកំពុងនិយាយអំពីអ្វីខ្ញុំកំពុងនិយាយអំពីតំបន់ Area 51ខ្ញុំកំពុងនិយាយអំពីការចុះចតលើព្រះច័ន្ទខ្ញុំកំពុងនិយាយអំពីជូផាក់អ្នកផ្សេងទៀតបានច្រានចោលគាត់យ៉ាងលឿនហើយលេខ44ដែលធ្លាប់ធ្វើការជាមួយក្រសួងការពារជាតិបានបំបិទមកគាត់ខ្ញុំធ្លាប់ជាខលខ្ញុំមានសិទ្ធិចូលមើលព័ត៌មានសម្ងាត់នាងនិយាយថានាងមានសិទ្ធិចូលមើលព័ត៌មានសម្ងាត់ហើយគ្មានការសម្ងាត់លាក់បាំងណាមួយរងចាំពួកគេនោះទេទន្ទឹមនឹងនេះលេខ81នៅស្ងៀមស្ងាត់ម្នាក់ឯងគាត់បានបែកចេញពីក្រុមហើយរត់រៀបចំជុំរបស់គាត់ដោយស្ងប់ស្ងាត់តាមល្បឿនផ្ទាល់ខ្លួនដោយទុកឲ្យអ្នកគ្រប់គ្នានៅឆ្ងាយពីក្រោយតើអ្នកផ្សេងទៀតនៃណាបេក្ខជននៅពីក្រោយខ្ញុំលោកនៅលើផ្លូវត្រឡប់មកវិញនៅពេលគាត់រត់កាត់អ្នកផ្សេងទៀតលេខ15បាននិយាយប្រឡែងលេងឲ្យគាត់បន្ថយល្បឿនតិចមើល Superman ក្រោយមកក្នុងកំឡុងពេលអាហារថ្ងៃត្រង់លេខ81អង្គុយតែម្នាក់ឯងញ៉ាំបាយដោយស្ងប់ស្ងាត់និងជៀសវាងការសន្ទនាសប្តាហ៍ហ្វឹកហ្វឺនមួយទៀតបានចាប់ផ្ដើមដោយរាប់បញ្ចូលទាំងការប្រឡងប្រសាកាន់តែខ្លាំងនឹងការហ្វឹកហ្វឺនប្រយុទ្ធដោយដៃទេតែលេខ81ធ្វើបានយ៉ាងងាយស្រួលទាំងពីរ
ក្នុងកំឡុងពេលវឹកហ្វឺនប្រើប្រាស់កាំភ្លើងវែង Sergeant ម្នាក់បានសួរថាតើនរណាខ្លះធ្លាប់បានចេញបេសកកម្មប្រយុទ្ធគាត់បានសួរបេក្ខជនមួយចំនួនប៉ុន្តែមិនសូវចាប់អារម្មណ៍ទេដោយចំអកឲ្យបទពិសោធន៍របស់ពួកគេដោយចង់តើអ្នកធ្លាប់បម្រើការនៅណាលេខ109 នៅ Fort Benning លោក Sergeant មូលដ្ឋាន 8 និង Airborne នៅលើប្រាក់ឧបត្ថម្ភចុះចំណាត់ថ្នាក់លើគេក្នុងថ្នាក់ការចេញបេសកកម្មប្រយុទ្ធពិតប្រាកដមិនមែនការហ្វឹកហាត់ក្មេងនោះទេចុះអ្នកវិញលេខ81 Top 2 Bravo វិស្វករប្រយុទ្ធក្រុមទី23 Case គាំទ្រកងពលវិស្វកម្ម Sapper កងពលទូតប្រយុទ្ធ Death Band Division ក្រុម Spartans លើកនេះ Sergeant មានការចាប់អារម្មណ៍យ៉ាងខ្លាំងល្អណាស់ហើយបេក្ខជនផ្សេងទៀតបានងាកមកមើលគាត់ដោយក្តីគោរពថ្មីក្រោយមកនៅពេលអាហារថ្ងៃត្រង់លេខ44បានចែករំលែករឿងរ៉ាវរបស់លេខ81ដល់ក្រុមរបៀបដែលគាត់កំពុងជួសជុលក្បួនយានយន្តដែលកកស្ទះនៅពេលពួកតាលីបង់វាយប្រហារកំទេចកងអង្គភាពទាំងមូលដោយទុកឲ្យគាត់ជាអ្នករស់រានមានជីវិតតែម្នាក់គត់បេក្ខជនលេខ60បន្ថែមថាលេខ81ត្រូវបានប្រគល់មេដាយ Silver Star សម្រាប់សកម្មភាពរបស់គាត់ក្នុងពេលជាមួយគ្នានោះព័ត៌មានបានផ្សាយនៅខាងក្រោយរីកាថា Nessa បានរកឃើញវត្ថុឱកាសដ៏ធំសម្បើមមួយកំពុងចូលមកក្នុងប្រព័ន្ធព្រះអាទិត្យទោះបីជាវាត្រូវបានរំពឹងថានឹងហោះកាត់ជិតភពផែនដីក៏ដោយមន្ត្រីបានអះអាងថាគ្មានហេតុផលអ្វីត្រូវព្រួយបារម្ភនោះទេត្រឡប់មកទៅវិញលេខ15នៅតែមិនជឿអំពីមេដាយ Silver Star របស់លេខ81អញប្រាប់ខ្ញុំថាគាត់ឈ្នះមេដាយ Silver Star នឹងហើយអ្វីដែលខ្ញុំបានលើលេខ44ពន្យល់ថាបន្ទាប់ពីការវាយប្រហារលេខ81បានលីបអូនប្រុសរបស់គាត់ចិត្តតបម៉ៃត្រឡប់ទៅកាន់មូលដ្ឋានវិញហើយលេខ81តើអញបានឃើញអ្វីដែលបានកើតឡើងនៅខែណោះទេ15នរណាគេនិយាយជាមួយគាត់ទៅកាន់ដបាកុំប្រាប់ណាថាជាអញ15អញមើលទៅគ្រប់ជុំម្ដងទៀតគឺខ្ញុំទៅនោះសម្រាប់ការរត់ឡើងភ្នំអ្នកទាំងអស់គ្នាអរគុណលេខ15សប្តាហ៍បន្ទាប់បាននាំមកនៅការហ្វឹកហ្វឺនកាន់តែខ្លាំងក្លាថែមទៀតក្នុងកំឡុងពេលលំហាត់មួយសមាជិក Cadre ម្នាក់បានសួរបេក្ខជនមួយថាហេតុអ្វីបានជាពួកគេនៅទីនេះភាគច្រើនបានផ្ដល់ចម្លើយដែលរំពឹងទុកថាពួកគេចង់ចូលរួមក្នុងកងអង្គភាពឆ្នាំប៉ុន្តែនៅពេលដល់វេនលេខ81លេខ81ហេតុអ្វីបានជាអ្នកនៅទីនេះដើម្បីឆ្លងកាត់ខ្សែព្រ័ត្រយប់នោះលេខ7ក៏សម្គាល់ឃើញលេខ81លេបថ្នាំសម្រាប់ Pest ដោយស្ងប់ស្ងាត់ព្រឹកឡើងក្នុងកំឡុងពេលរត់ចម្ងាយឆ្ងាយមួយទៀតបេក្ខជនទាំងអស់ត្រូវបានផ្ដល់ពេលវេលាសម្រាប់ខ្លី30វិនាទីលេខ7ឃើញស្នាមសាក់នៅលើដៃរបស់លេខ81ហើយទីត្រូវនៅអត្ថន័យរបស់វាតើអញមានបងប្អូនទេខ្ញុំមានអារម្មណ៍មិនសូវស្រួលខ្លួនទេមិនក៏អញដឹងសប្តាហ៍បន្ទាប់បានណែនាំការហ្វឹកហ្វឺនទម្លាយនិងវាយប្រហារតែធ្វើឲ្យលេខឡើងនៅការចងចាំដ៏ឈឺចាប់សម្រាប់លេខ81យប់នោះគាត់ត្រូវបានលងបន្លាចដោយសុបិនអាក្រក់នៃការវាយប្រហារនៅអាហ្វហ្គានីស្ថានដោយភ្ញាក់ព្រឹកឡើងនៅពេលSergeantម្នាក់បានសម្រុកចូលមកបញ្ជាឲ្យអ្នកគ្រប់គ្នាក្រោកឡើងហើយប្រកាសថាសប្តាហ៍ចុងក្រោយបានចាប់ផ្ដើមហើយការប្រកួតប្រជែងបន្តបានប្រព្រឹត្តទៅដោយបដិសេធមិនបោះបង់ខណៈពេលដែលគាត់កំពុងប្រយុទ្ធប្រឆាំងរូបភាពអតីតកាលបានលេចឡើងពេញខួរក្បាលរបស់គាត់ការផ្ទុះរបួសប្អូនប្រុសរបស់គាត់និងការព្យាយាមអស់ពីសមត្ថភាពដើម្បីលីគាត់ត្រឡប់ទៅកាន់មូលដ្ឋានវិញការចងចាំបានធ្វើឲ្យគាត់លិចលង់រាងកាយរបស់គាត់ជាចុងក្រោយបានចុះចាញ់ហើយគាត់បានសន្លប់បាត់ស្មារតីក្រោមទឹកគ្រូបង្វឹកបានស្រង់គាត់ឡើងយ៉ាងលឿននិងធ្វើខឹបដាក់គាត់ឲ្យដឹងខ្លួនឡើងវិញ7អញគឺជាមនុស្សឈួតពីចម្ងាយ Sergeant Major Sheridan និង First Sergeant Torres បានមើលហេតុការណ៍ដែលកើតឡើង Sheridan សន្និដ្ឋានថាលេខ81បានក្លាយជាបន្ទុកហើយសម្រាប់ចិត្តថាវាដល់ពេលដែលត្រូវនិយាយជាមួយគាត់ហើយមិនយូរប៉ុន្មានលេខ81អង្គុយក្នុងតំបន់រងចាំនៅខាងក្រៅការិយាល័យរបស់ Sheridan របាយការណ៍ព័ត៌មានមួយបានផ្សាយលើទូរទស្សន៍បង្ហាញថាវត្ថុឱកាសដែលហោះកាត់ជិតភពផែនដីឥឡូវនេះកំពុងចាប់ផ្ដើមបង្ហាញសញ្ញានៃការបែកបាក់បន្ទាប់មកគាត់ត្រូវបានគេហៅចូលនៅខាងក្នុងការិយាល័យ Sheridan បានប្រាប់គាត់ថាគាត់និង Torres បានសម្រេចចិត្តថាវាជាការល្អបំផុតសម្រាប់គាត់ក្នុងការដកខ្លួនចេញពីកម្មវិធីលេខ81បានបដិសេធភ្លាមហើយបានសួរថាផ្អែកលើមូលដ្ឋានអ្វី Torres ពន្យល់ថាទោះបីជាសមត្ថភាពកាយសម្ពាធរបស់គាត់មិនអាចបដិសេធបានក៏ដោយពួកគេមានការព្រួយបារម្ភអំពីស្ថានភាពផ្លូវចិត្តរបស់គាត់នៅស្ងៀមស្ងាត់ម្នាក់ឯងគេមិនលក់ស្រួលបដិសេធទូនីតិដឹកនាំនិងពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកផ្សេង Sheridan បន្ថែមថាអ្វីដែលគាត់បានឆ្លងកាត់នៅអាហ្វហ្គានីស្ថាននឹងធ្វើឲ្យមនុស្សភាគច្រើនបាក់ទឹកចិត្តហើយមនុស្សជាច្រើននឹងសម្រាកដើម្បីស្ដារឡើងវិញនិងស្វែងរកការព្យាបាលប៉ុន្តែជំនួសមកវិញលេខ81បានដាក់ពាក្យចូល Rice ភ្លាមបន្ទាប់ពីត្រូវបានចេញពីមន្ទីរពេទ្យលេខ81គ្រាន់តែនិយាយឡើងវិញថាគាត់គ្រាន់តែចង់ឆ្លងកាត់ខ្សែព្រ័ត្រប៉ុណ្ណោះខ្សែព្រ័ត្រនោះគឺចាប់ផ្ដើមហើយ Sheridan ទទួលស្គាល់សក្តានុពលរបស់គាត់ប៉ុន្តែព្រមានគាត់ថាប្រសិនបើពួកគេដកគាត់ចេញពីកម្មវិធីគាត់នឹងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញឡើយគាត់ដាក់ទម្រង់ដកខ្លួនដោយស្ម័គ្រចិត្តនៅលើទោះហើយជំរុញឲ្យគាត់ចុះហត្ថលេខាលើវាអ្នកគឺជាវិស្វករដូច្នេះអ្នកដឹងថាសូម្បីតែម៉ាស៊ីនដែលមានថាមពលខ្លាំងបំផុតក៏មានកំហិតរបស់វាដែរប៉ុន្តែលេខ81បានបដិសេធគាត់និយាយថាគាត់នៅតែមានក្បួនដើរដង្ហែដែលត្រូវរៀបចំចម្លើយនោះបានធ្វើឲ្យ Sheridan ខឹងសម្បាយ៉ាងខ្លាំងដែលបានបញ្ជាឲ្យគាត់ចេញពីការិយាល័យដោយកំពុងត្រូវបានឃុំខ្លួននៅក្នុងភូមិវាដល់ពេលសម្រាប់ការចម្លុះចេញហើយ Torres ចាប់ផ្ដើមឲ្យលេខសម្គាល់ហើយលេខ81បានលើលេខរបស់គាត់តគាត់គិតថាគាត់ត្រូវបានដកចេញហើយប៉ុន្តែ Torres បាននិយាយថាជំនួសមកវិញអ្នកដែលត្រូវបានហៅគឺជាបេក្ខជនដែលបានឈានដល់ដំណាក់កាលចុងក្រោយគឺការដាក់តែមួយដាក់ធ្វើប៉ុណ្ណោះដែលនៅសល់បន្ទាប់មក Torres បានណែនាំបេក្ខជនអំពីបេសកកម្មចុងក្រោយតែនឹងជាការធ្វើតេស្តសិទ្ធិនិម្មិតទាំងស្រុងយន្តហោះសម្ងាត់មួយត្រូវបានគេសន្មតថាត្រូវបានបាញ់ទម្លាក់នៅពីក្រោយខ្សែត្រៀមសត្រូវហើយកងទ័ព Rangers ត្រូវបានប្រគល់ភារកិច្ចឲ្យធ្វើប្រតិបត្តិការស៊ើបយកការនិងសង្គ្រោះគោលបំណងរបស់ពួកគេគឺស្វែងរកទីតាំងធ្លាក់នឹងបំផ្លាញយន្តហោះមុនពេលវាធ្លាក់ចូលទៅក្នុងដែនស្រូវពួកគេនឹងត្រូវបានដឹកជញ្ជូនយ៉ាងជ្រៅទៅក្នុងដែនដីស្រូវដោយរថយន្តហោះ Black Hawk ចំនួន2គ្រឿងពីទីនោះពួកគេត្រូវតែធ្វើដំណើរឆ្លងកាត់ភ្នំដើម្បីទៅដល់យន្តហោះដែលបានធ្លាក់បន្ទាប់ពីនោះគោលបំណងបន្ទាប់របស់ពួកគេគឺស្វែងរកនិងសង្គ្រោះអ្នកបើកបរយន្តហោះ
ក្បែរនោះ Torres បញ្យល់ថាកម្មភ្លើងវែងរបស់ពួកគេនឹងបាញ់បានតែគ្រាប់សាកល្បង blanks ប៉ុណ្ណោះហើយក្រុម Carter អាចបាញ់ស្ទាក់វាប្រហារពួកគេនៅពេលណាក៏បានក្នុងកំឡុងពេលបេសកកម្មក្រុមនេះនឹងត្រូវបានផ្ដល់ជូននៅវិទ្យុតាក់ទង web តែមួយគត់ដើម្បីផ្ញើបាយការណ៍ស្ថានភាពជាទៀងទាត់ Torres និង Sheridan បានសម្រេចចិត្តរួចហើយក្នុងការរៀបចំការប្រកួតប្រជែងចុងក្រោយសម្រាប់លេខ81ឥឡូវនេះ Torres ប្រកាសប្រធានក្រុមលេខ7អ្នកមិនមែនជាប្រធានក្រុមទៀតទេហើយប្រធានក្រុមថ្មីរបស់អ្នកគឺលេខ81ក្រុមទាំងមូលមានប្រតិកម្មជាមួយនឹងអារម្មណ៍នេះឡំគ្នាល្អណាស់លោកខ្សែប្រត់ Torres រំលឹកពួកគេថាពួកគេមានពេលត្រឹមតែ24ម៉ោងប៉ុណ្ណោះដើម្បីបញ្ចប់បេសកកម្មសង្គ្រោះអ្នកបើកបរយន្តហោះត្រឡប់ទៅកាន់មូលដ្ឋានវិញនិងឆ្លងកាត់ខ្សែប្រត់ជាមួយគ្នានោះដែរការដើរដង្ហែមរណៈ Deathmatch បានចាប់ផ្ដើមជាផ្លូវការគាត់នៅតែគិតថានេះគឺជាគំនិតល្អមែនទេគាត់ចង់ធ្វើជា Ranger គាត់នឹងត្រូវតែចាក់ចេញក្រុមនេះបានឡើងជិះរថយន្តហោះ Black Hawk ចំនួន2គ្រឿងដែលដឹកជញ្ជូនពួកគេយ៉ាងជ្រៅទៅក្នុងជួរភ្នំ Rocky Mountains ខណៈពេលដែលពួកគេហោះហើរលើព្រៃឈើដ៏ក្រាស់ពួកគេបានឃើញការដ្ឋានជីកយកផ្នែកជុំមួយនៅខាងក្រោមសមាជិក Carter ម្នាក់បានព្រមានពួកគេថាប្រសិនបើពួកគេជួបប្រទះវាដោយការដើរជើងវាមានន័យថាពួកគេបានពង្រឹងផ្លូវទាំងស្រុងហើយបន្ទាប់ពីតោងខ្សែចុះមកក្រុមបានរៀបចំឡើងវិញហើយចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់ព្រៃនៅពេលលេខ81សួររកទីដៅលេខ57បានសិក្សាផែនទីហើយកំណត់ថាគោលដៅរបស់ពួកគេគឺប្រហែល20គីឡូម៉ែត្រផ្លេកទៅទីខាងលិចលេខ81កំណត់ម៉ោងហើយគ្រាន់តែប្រាប់ក្រុមថាតើពួកគេនៅសល់ពេលប៉ុន្មានគ្មានអ្វីបន្ថែមទៀតទេធ្វើបែបនោះគឺអស្ចារ្យណាស់មែនហើយខ្ញុំមានន័យថានោះគឺដូចជាការនិយាយនោះត្រូវហើយវាគឺជាអ្វីដែលដល់កម្លាំងចិត្តដោយឃើញបែបនេះលេខ7បានចូលមកហើយសុំការអនុញ្ញាតនិយាយទៅកាន់ក្រុមគាត់បានផ្ដល់ការនិយាយលើកទឹកចិត្តខ្លីមួយដោយរំលឹកអ្នកគ្រប់គ្នាថាពួកគេនៅទីនេះដោយសារមានហេតុផលហើយគោលដៅរបស់ពួកគេគឺទទួលបានផ្លាកសញ្ញា Ranger Scroll ជាមួយគ្នាតោះដឹកនាំផ្លូវទៅរហូតដល់ទីបញ្ចប់លេខ81មកបាយយកព្រមហើយពួកគេបន្តធ្វើដំណើរពួកគេបានឡើងភ្នំថ្មហើយជាចុងក្រោយបានទៅដល់កំពូលនៅពេលដែលពេលល្ងាចប្រែទៅជាយប់បេក្ខជនលេខ1111តែជាអ្នកកាន់វិទ្យុតាក់ទងបានផ្ញើបាយការណ៍ស្ថានភាពជាទៀងទាត់ត្រឡប់ទៅកាន់ក្រុម Carter បន្ទាប់មកលេខ7បានស្នើឲ្យពួកគេសម្រាប់ខ្លីមួយដោយចង្អុលបង្ហាញថាក្រុម Carter ប្រហែលជាកំពុងរងចាំក្បែរទន្លេដើម្បីបាញ់ស្ទាក់វាប្រហារពួកគេការសម្រាប់នៅពេលនេះអាចផ្ដល់ឲ្យពួកគេនៅគុណសម្បត្តិលេខ81យកព្រមដោយអនុញ្ញាតឲ្យសម្រាប់ត្រឹមតែ20នាទីប៉ុណ្ណោះខណៈពេលសម្រាប់លេខ7ព្យាយាមសួរលេខ81នៅសំណួរផ្ទាល់ខ្លួនមួយហើយលេខ81ខ្ញុំមានន័យថាពួកគេកំពុងនិយាយអំពីបេសកកម្មគំនិតផ្ទាល់ខ្លួនតូចមួយដ៏ល្អខ្ញុំមិនចង់លឺវាទេរំពេចនោះការផ្ទុះយ៉ាងខ្លាំងបានលាន់លឺឡើងនៅក្បែរនោះហើយអ្វីមួយបានហោះកាត់ព្រៃក្រុមនេះបានសន្មតថាវាជាកម្មភ្លើងធំហើយក្រុម Carter បានរកឃើញពួកគេកំពុងសម្រាកភ្លាមនោះលេខ81បានបញ្ជាឲ្យអ្នកគ្រប់គ្នាចាប់យកអីវ៉ាន់របស់ពួកគេហើយបន្តធ្វើដំណើរនៅពេលព្រឹកពួកគេបានរកឃើញទីតាំងធ្លាក់ជាមួយនឹងយន្តហោះដែលមានរូបរាងចម្លែកពួកគេសន្មតថាវាជាគោលដៅរបស់ពួកគេហើយលេខ7ថែមទាំងនិយាយលេងថាខ្ញុំពិតជាចង់ឈ្នះពួកវាទាំងអស់ជាពិសេសផ្ទៃមុខមើលទៅដូចជាថ្នាក់សម្ងាត់ណាស់ខ្ញុំគិតថាពួកគេនឹងព្យាយាមបាញ់ផ្សែងដាក់ពួកយើងនៅតាមលេខ81បានបញ្ជាឲ្យលេខ11ផ្ញើបាយការណ៍ស្ថានភាពមួយទៀតបន្ទាប់មកគាត់បានរៀបចំផែនការក្រុមរំលោះគ្រាប់បែកនឹងដាក់រំលោះលើយន្តហោះហើយកាត់ផ្ដាច់ចម្ងាយសុវត្ថិភាពដោយរំពឹងថាការផ្ទុះនឹងតាក់ទាញការចាប់អារម្មណ៍គាត់បានចាត់តាំងទាហាន4នាក់ជាអ្នកសង្កេតការ Overwatch ដោយបែងចែកពួកគេរវាងតំណែងខាងលើនិងខាងក្រោមទឹកប៉ុន្តែបន្ទាប់មកលេខ57ក៏សម្គាល់ឃើញអ្វីមួយមិនប្រក្រតីយោងតាមគោលអដនេពីការណែនាំទីតាំងគឺខុសគ្នាចំនួន2ជួររ៉ៃម៉ែត្រគាត់ក៏បានរៀបរាប់ផងដែរថាប្រកាសកែគោលអដនេរបស់គាត់កំពុងធ្វើសកម្មភាពចម្លែកក្នុងពេលជាមួយគ្នានោះលេខ111រាយការណ៍ថាគាត់មិនអាចទទួលបានសញ្ញាច្បាស់លាស់នោះទេពួកគេសន្មតថាវាជាផ្នែកនៃការធ្វើតេស្តសុបនិមិត្តហើយបន្តធ្វើសកម្មភាពដដែលនៅពេលដែលអ្នកគ្រប់គ្នាផ្លាស់ទីចូលទៅក្នុងតំណែងលេខ81រំពេចនោះក៏សម្គាល់ឃើញពន្លឺភ្លើងស្រពោននៅចម្ងាយឆ្ងាយហេសខ្វៃលីបដល់សញ្ញាទៅកាន់លេខ7ថាគាត់កំពុងទៅពិនិត្យមើលវាហើយបាត់ខ្លួនចូលទៅក្នុងព្រៃទន្ទឹមនឹងនេះក្រុមរំលោះគ្រាប់បែកបានរៀបចំរំលោះគ្រាប់បែកបន្តិចក្រោយមកលេខ81បានរកឃើញអ្វីដែលមើលទៅដូចជាគោលដៅពិតប្រាកដហើយដឹងថាមានអ្វីមួយខុសឆ្គងយ៉ាងខ្លាំងគាត់បានងាកមកវិញភ្លាមហើយរត់ត្រឡប់មកវិញដើម្បីព្រមានក្រុមប៉ុន្តែគាត់បានយឺតពេលទៅហើយគ្រាប់បែកបានផ្ទុះឡើងធ្វើឲ្យរំញោតំបន់នោះប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺការផ្ទុះនោះមិនបានធ្វើឲ្យមានស្នាមឆ្កួតសូម្បីតែបន្តិចនៅលើរាងកាយយន្តហោះឡើយមិនទាំងធ្វើឲ្យកំពិតផងរំពេចនោះវត្ថុនោះចាប់ផ្ដើមដំណើរការធ្វើពលឡើងស្អីគេ